បាទគ្រប់នឹងជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះនាំបងប្អូនទៅលេងផ្លូវក្បាត់ព្រំដែនទៀតណាបងប្អូនបាទចេញពីពេញតាមផ្លូវលឿនលឿនមកបងប្អូនបាទយើងមកដល់ស្រុកសែមបែលស្រុកសែមបែលបងប្អូនបាទហើយយើងធ្វើដំណើរមកកាន់ខេត្តកោះកុងបងប្អូនបាទឥឡូវផ្លូវស្រួលហើយបងប្អូនបាទស្រែអំបិលហ្នឹងផ្លូវមកកោះកុងផ្លូវ48ហ្នឹងបងប្អូនបាទធ្វើហើយអស់ហើយបងប្អូនបាទនេះផ្លូវស្អាតភ្លឹងល្បឹងល្វើយបងប្អូនអើយហើយទេសភាពក៏ស្អាតដែរបងប្អូនបាទខ្ញុំថ្ងៃនេះមកផ្លូវក្បាត់ព្រំដែនទៀតហើយបងប្អូនបាទចេញពីកោះកុងមកថ្មដាបងប្អូនបាទនេះគឺផ្លូវ48យើងហ្នឹងបាទគឺហើយ90%បងប្អូនបាទនៅសល់តិចតួចទេបងប្អូនបាទហើយផ្លូវក៏ស្រួលដែរឡើងលលងព្រិលបងប្អូនអើយជិះស្រួលណាស់បងប្អូនបាទធ្វើដំណើរលឿនផ្លូវងាយស្រួលបងប្អូនបាទគឺស្អាតមែនតើបងប្អូនបាទផ្លូវយើងឥឡូវបាទមិនមែនឡើងភ្នំចុះភ្នំដូចមុនទេបាទគឺគេឈូសមកក្រោមភ្នំមកហើយបងប្អូនបាទនេះគឺទេសភាពក៏ស្អាតផ្លូវក៏ស្អាតបាទការធ្វើដំណើរក៏សុវត្ថិភាពដែរបងប្អូនបាទមិនដូចកាលពីមុនទេបងប្អូនបាទហើយផ្លូវយើងក៏ស្រួលឡានជិះក៏ស្រួលបាទវាមិនពិបាកខូចឡានខូចអីដូចពីមុនទេបាទហើយទិដ្ឋភាពតាមដងផ្លូវគឺស្រស់ស្អាតមែនតើបាទអ៊ុតកស៊ូរលោងមានកនុះមានអីគឺច្បាស់លាស់អញ្ចឹងណាហើយយើងធ្វើដំណើរថ្ងៃនេះគឺយើងមកផ្លូវក្បាត់ព្រំដែនកោះកុងបងប្អូនបាទកោះកុងថ្មដាហ្នឹងដោយសារចុះមកការងារបងប្អូនបាទហើយយើងមើលតាមហ្នឹងទៅបងប្អូនបាទចង់និយាយចឹងណាគឺវាស្អាតមែនតើបាទផ្លូវស្រុកយើងឥឡូវបាទនេះផ្លូវ48ហ្នឹងគឺនិយាយទៅវាស្អាតមែនតើហ្មងហើយទេសភាពគឺស្អាតត្រជាក់ភ្នែកបងប្អូនបាទខែនេះណាសារខែភ្លៀងហើយដើមឈើខៀវខ្ចីបងប្អូនបាទហើយវានៅពិបាកតិចតួចដែលគេមិនទាន់ធ្វើហើយណាតែបើកបោដោយប្រុងប្រយ័ត្នបងប្អូនបាទកុំលឿនពេកបាទសារផ្លូវនៅមានការឋានខ្លះបងប្អូនបាទហើយភ្នំអីខ្ពស់អីគឺមកទៀបអស់ហើយបងប្អូនបាទគឺកាយឲ្យទៀបអស់ណាហើយបងប្អូនអាចមកលេងបានខេត្តកោះកុងឥឡូវគឺផ្លូវស្រួលហើយបងប្អូនបាទឡានតូចឡានទៀបក៏មកបានដែរបងប្អូនបាទហើយខ្ញុំធ្វើដំណើរថ្ងៃនេះគឺជិះមិនយូរប្រហែលទេបងប្អូនពីភ្នំពេញដល់កោះកុងជិះតែប្រហែលជា3ម៉ោងបងប្អូនបាទយើងជិះលេងណាសារយើងមានផ្លូវលឿនមកអញ្ចឹងទៅដល់នេះក៏លឿនដែរអញ្ចឹងណាហើយបើយើងមកតាមពោធិ៍សាត់អូសោមនោះក៏មិនឆ្ងាយដែរកោះកុងបងប្អូនបាទគឺប្រហាក់ប្រហែលគ្នាទេបងប្អូនបាទការធ្វើដំណើរហ្នឹងណាហើយផ្លូវក៏វាស្រួលអស់ហើយច្រកណាក៏ស្រួលដែរបងប្អូនបាទគឺងាយក្នុងការចុះមកធ្វើការមកដើរលេងទេសចរកំសាន្តអញ្ចឹងណាហើយកន្លែងចំណោទនេះគឺចំណោទរតៃនេះពីមុនគឺខ្ពស់ណាស់បងប្អូនអើយពិបាកឥឡូវទៅជាស្រួលអស់ហើយបងប្អូនទៀបមែនតើបាទហើយផ្លូវគឺគេកាយឡើងទៀបហើយធំផ្លូវធំទលាយបងប្អូនបាទធំទលាយមែនតើវាងាយស្រួលក្នុងការធ្វើដំណើរបងប្អូនបាទការដឹកជញ្ជូនស្អីហ្នឹងគឺស្រួលអស់មែនតើបងប្អូនបាទនេះបងប្អូនមើលទៅគឺផ្លូវធំទលាយមែនតើបងប្អូនបាទផ្លូវសងខាងណាទៅមកបងប្អូនបាទកាលពីមុនផ្លូវយើងតែមួយទេបាទជិះទល់មុខគ្នាឥឡូវអត់ទេគឺផ្លូវឡាន3 4ជួរបងប្អូនបាទនេះយើងមកដល់ខេត្តកោះកុងហើយបងប្អូនបាទហូបបាយតិចតួចហើយក៏យើងបន្តដំណើរទៅទៀតបងប្អូនបាទនេះយើងឆ្លងស្ពានឆ្លងអីមកយើងទៅតាមព្រំដែនបងប្អូនបាទយើងឆ្លងស្ពានមកទៅច្រកចាំយាមបងប្អូនបាទហើយសមុទ្រយើងនេះក៏ស្រស់ស្អាតដែរបងប្អូនបាទឆ្លងមកហើយខែនេះគឺទឹកនាចទៅវាដីខ្សាច់ហ្នឹងវាចេញមកដែរបាទនេះយើងឆ្លងមកដល់ស្រុកមណ្ឌលសីមាបងប្អូនបាទហើយយើងបត់ទៅព្រំដែនបងប្អូនហើយទៅព្រំដែននេះយើងមកដល់ច្រកចាំយាមហ្នឹងគឺយើងបត់ស្ដាំបងប្អូនបាទបត់ស្ដាំដើម្បីមកថ្មដាបងប្អូនបាទផ្លូវក្បាត់ព្រំដែនហ្នឹងគឺយើងបត់តាមហ្នឹងឯងនេះបាទកន្លែងច្រកចាំយាមហ្នឹងបាទយើងធ្វើដំណើរមករហូតហើយហ្នឹងបេតុងតិចតួចបងប្អូនបាទនេះហើយកន្លែងនេះគឺខ្ញុំស្រឡាញ់មែនតើបងប្អូនបាទគឺទេសភាពស្អាតមែនតើកន្លែងហ្នឹងគឺភ្នំពីមុខហើយវាលហើយមានទឹកមានអីចឹងណាគឺស្អាតមែនតើបងប្អូនខ្ញុំស្រឡាញ់កន្លែងហ្នឹងខ្លាំងបងប្អូនអើយស្រស់ស្អាតណាស់ផ្លូវព្រំដែនយើងបងប្អូនយើងអាចមានពេលមកជិះកាត់តាមហ្នឹងបាទឡាន pick up អីអាចធ្វើដំណើរបានឡានទៀបមិនបាច់តាន់មកទេបងប្អូនបាទវានៅកលុកកលាក់អញ្ចឹងប៉ុន្តែអាចធ្វើដំណើរបានគ្រាន់ថាវាពិបាកឡានអញ្ចឹងណាបាទតែបើសិនជាយើងឡាន pick up មកសុបាយបងប្អូនមកសុបាយបាទហើយបងវិស្វកម្មគាត់ឈូសឆាយធ្វើបដាដែរបងប្អូនបាទផ្លូវហ្នឹងទៅថ្ងៃមុខអាចទៅជាកស៊ូហ្នឹងបងប្អូនបាទបើចាក់គ្រោះចាក់អីហើយមិនពិបាកខ្លាំងដូច
ពីមុនទេបាទហើយមិនបាច់ភ័យខ្លាចទេបងប្អូនបាទអត់ស្ងាត់ទេបងប្អូនបាទនេះតាមផ្លូវមានផ្ទះបងជាពលរដ្ឋហើយនឹងបងកងកម្លាំងបាទក៏ឈរជើងនៅតាមកវត្តព្រំដែនហ្នឹងបងប្អូនបាទគឺមានស្នាក់ការប្រទាយនេះបងប្អូនបាទគឺមានគ្រប់កន្លែងបងប្អូនបាទហើយនិយាយពីទេសភាពវិញមិនបាច់និយាយទេបងប្អូនបាទគឺកប់ហ្មងបងប្អូនបាទមានទឹកមានភ្នំមានអីចឹងណាឥឡូវនេះឡាននេះឡើងរួចឡើងដឹកស៊ីម៉ងបងប្អូនបាទខ្ពស់ដែរបាទឥឡូវហ្នឹងគេមិនទាន់ធ្វើ house របួសហើយផ្លូវមើលទៅបងប្អូនបាទងាយទេអាចមកបានឡាន pick up អីចឹងណាវាអាលាក់តិចតួចតែផ្លូវមិនជាប់ផុងជាប់អីដោយការវិមុនទេបងប្អូនបាទហើយមើលផ្លូវដូចដែលខ្ញុំថតហ្នឹងបងប្អូនបាទថ្ងៃនេះថតតែផ្លូវឲ្យបងប្អូនមើលណាបងប្អូនដែលចង់ធ្វើដំណើរមកថ្មដាកោះកុងបាទនេះកន្លែងច្រកនេះច្រកថៃដែរបងប្អូនបាទតែតិចទៀតប្រហែលជាអែមហើយនៅនេះបាទផ្លូវក៏ស្រួលអីក៏ស្រួលជាប្រវត្តិធ្វើដំណើរក៏ស្រួលបាទយើងគួរតែមកលេងផ្លូវកវត្តព្រំដែនយើងបងប្អូនបាទហើយនេះខាងមុខនេះគឺទឹកជ្រោះអាតៃហ្នឹងបងប្អូនបាទស្ទឹងមេទឹកអីហ្នឹងបាទគេហៅស្ទឹងមេទឹកនៅហ្នឹងបាទហើយផ្លូវគឺអញ្ចឹងបាទមកដល់ចិត្តដល់អនុវិរិយកិច្ចនីហ្នឹងគឺគេចាក់គ្រោះហើយបងប្អូនបាទវាងាយក្នុងការធ្វើដំណើរអត់ពិបាកទេនេះដូចផ្លូវដែលឃើញអញ្ចឹងបងប្អូនអាចបើកបានរៀងលឿនបាទហើយនេះកន្លែងបងឈរជើងបងប្អូនបាច់បារម្ភថាស្ងាត់ឬក៏អីខ្លាចអីព្រៃទេអត់មានទេបងប្អូនបាទនេះបាទមានសាលារៀនមានអីចឹងណាហើយមានអ្នកភូមិមានអីរស់នៅតាមហ្នឹងបាទអត់ដាច់ទេបងប្អូនបាទហើយបងកងទ័ពកងការពារព្រំដែនហ្នឹងគឺគាត់នៅរហូតបដាក់តាមផ្លូវរហូត1គីឡូ2គីឡូមានស្នាក់ការមួយបាទនេះកន្លែងភ្នំតាមីនបងប្អូនបាទគេហៅថាភ្នំតាមីនណាពីដើមឡើយគឺមានទីតាំងបងកងកម្លាំងនៅនឹងត្រង់យូរហើយបងប្អូនបាទផ្លូវនេះគឺខ្ញុំមកច្រើនដងអីបាទហើយថ្ងៃនេះគឺខ្ញុំថតចែកជូនបងប្អូនទស្សនាបាទកាលមុនវីដេអូមុនបងសួរផ្លូវស្រួលអត់ស្រួលអត់ឥឡូវខ្ញុំបានថតពេញហ្មងបងប្អូនបាទថតពេញផ្លូវទាំងអស់ហ្មងពីកោះកងមកផ្លូវអញ្ចឹងបងប្អូនបាទគ្រូក្រហមអីចឹងហើយបើបងប្អូនឡាន off road អីគឺមិនបាច់និយាយទេបាទហើយបើបងប្អូនដែលចូលចិត្តជិះម៉ូតូក៏អែមដែរបងប្អូនបាទផ្លូវនេះហើយបើយើងធ្វើដំណើរមកទេសភាពគឺស្អាតមែនតើបងប្អូនបាទស្អាតខ្លាំងយកមែនតើណាទេសភាពមិនបាច់និយាយទេបាទហើយម៉ូតូលក្ខណៈម៉ូតូធំម៉ូតូត្រៃអីគឺអែមបងប្អូននេះឥឡូវយើងមកដល់កន្លែងវិរិយកិច្ចនីទី3បងប្អូនបាទវាមាន1 2 3បងប្អូនបាទនៅហ្នឹងណាវិរិយកិច្ចនីហ្នឹងបាទគឺផ្លូវមិនពិបាកទេហើយការធ្វើដំណើរនេះកន្លែងតខុនបងប្អូនបាទគេហៅថាប៉ុយតខុនកន្លែងបងកងកម្លាំងឈរជើងដែរបាទហើយខ្ញុំកាត់វីដេអូលឿនតិចបងប្អូនបាទដោយសារវែងថតច្រើនបងប្អូនថតច្រើនពេលអញ្ចឹងកាត់ឲ្យវែងតិចបាទហើយបងប្អូនមើលទៅផ្លូវគឺអញ្ចឹងបាទនេះជិតដល់ថ្មដាបងប្អូនបាទដល់វេរីទី2ទី3ហើយមើលកន្លែងខ្ញុំថតមិនបានឆ្ងល់ណាថតប្រទេសទាហានថតអីហ្នឹងបាទចង់ប្រាប់បងប្អូនថាមិនបាច់ខ្លាចទេបាទហើយនេះខាងមុខនេះគឺសមុទ្របាទខាងទឹកដីថៃជាប់ព្រំដែនយើងខាងយើងនេះគឺភ្នំអីចឹងទៅខាងគេសមុទ្រខាងក្រោមនោះចឹងទៅយើងនៅលើភ្នំណាហើយនេះផ្ទះជាបរដ្ឋកន្លែងទីស្នាក់ការកងទ័ពគឺអត់ស្ងាត់ទេបងប្អូនបាទមិនបាច់ខ្លាចទេហើយផ្លូវនេះគឺកន្លែងនេះកវិចកវៀនមែនទេបងប្អូនបាទឡើងចុះបាទនេះគឺយើងបានមកតាមផ្លូវហ្នឹងមានផ្ទះប្រជាជនអីមិនបាច់ខ្វាយខ្វល់ថាងស្ងាត់ខ្លាចអីមិនបាច់ទេបងប្អូនបាទធ្វើដំណើរដោយសុវត្ថិភាពបាទឥឡូវនេះគឺមិនដូចពីមុនទេការអភិវឌ្ឍលឿនណាស់បងប្អូនបាទនេះផ្លូវកវត្តព្រំដែនយើងហ្នឹងបាទងាយហើយបងប្អូនដែលចង់ធ្វើដំណើរអាចមកបានបងប្អូនបាទឡានខ្ពស់បងប្អូនបាទឡានទាបមិនបាច់មកទេបាទអាណិតឡានបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងបងប្អូនបាទខ្ញុំមកដល់កន្លែងគោលដៅហើយបាទនេះទំនប់វិរិយកិច្ចនីទី1បងប្អូនបាទគឺពងសាងសង់បងប្អូនបាទតិចទៀតមានភ្លើងប្រើហើយបាទអញ្ចឹងអរគុណច្រើនដែលបានទស្សនាសូមជម្រាបលាបាយ